នាងសំបីតែខ្លួនឯងកំពុងធ្វើអ្វីក៏មិនដឹងផងនាងគ្រាន់តែជាថៅកែឥតប្រយោជន៍ម្នាក់ដែលសំណាងបានស្នងរត់ក្រុមហ៊ុនតែប៉ុណ្ណោះបើនាងទៅធ្វើការនៅកន្លែងផ្សេងនាងសំបីតែមិនជាប់សាររបស់ការងារមើលខ្លួនឯងទៅពិន្ទុថៅកែល្អ200វ៉ាងហាវគ្មាននរណាម្នាក់ហ៊ានជាខ្ញុំបែបនេះទេក្នុងជីវិតរបស់ខ្ញុំអ្នកនិយាយត្រូវហើយចាប់ពីថ្ងៃនេះទៅវ៉ាងហាវត្រូវបានដំឡើងឋានៈជានាយកប្រតិបត្តិការទទួលបានប្រាក់ខែ 50,000 គាត់មានសិទ្ធិវេតូលើគ្រប់ការសម្រេចចិត្តទាំងអស់អគ្គនាយិកាស៊ូអ្នកមិនអីទេមែនទេតើអ្នកត្រូវគេជេររហូតដល់វែងស្មារតីហើយមែនទេវ៉ាងហាវជេរបានល្អណាស់ជេរបានចំល្អ